សួស្តីចឹងនៅក្នុងវីដេអូនេះខ្ញុំទៅ install XAMPP នៅលើ Windows ចឹងនេះខ្ញុំវាយពាក្យ XAMPP មកអូខេចឹងតាក់ទង XAMPP កន្លែងនេះគឺជា web server មួយដែលប្រើសម្រាប់នៅលើ PHP អាចប្រើបាន Windows អាចតាក់ទង Linux ឬក៏ Mac OS ចឹងទៅនៅក្នុងនោះវាមាន include MariaDB PHP Pil ឬក៏អីតែជា recommend គឺយើងប្រើវាសម្រាប់តែនៅក្នុង local ទេតែតាក់ទង production អានេះយើងអាច set up ផ្សេងចឹងដោយសារតែនេះខ្ញុំយក Windows មកអូខេចឹងវា load មកហើយចឹងខ្ញុំអាច save វាពេលនេះ XAMPP download ហើយចឹងខ្ញុំចុចលើវាមកអូខេចឹងខ្ញុំយកកន្លែងនេះ yesចឹងកន្លែងនេះវាបានបញ្ជាក់ហើយអ្នកតងកន្លែងនេះគឺយើងយក OK មកយក next ចឹងនៅក្នុងនេះយើងអាច tick មានអីគេ MySQL file Zilla អីចឹងទៅអ្នកតង Tomcat បើសិនជាយើងអត់ចង់យកណាមួយយើងអាចដោះ tick វាទៅឧទាហរណ៍ខ្ញុំអត់ចង់យក Tomcat ខ្ញុំដោះ tick វាទៅតែជា default ខ្ញុំយកទាំងអស់ហ្មងទៅ nextនៅក្នុង Windows គឺតាក់ទង drive C ចឹងខ្ញុំដាក់វានៅក្នុង drive ផ្សេងគឺខ្ញុំដាក់នៅក្នុង drive D មកដោយសារតែកន្លែងនេះខ្ញុំមានវាលើកមុនចឹងខ្ញុំអាចទៅលុបវាចោលចឹងខ្ញុំទៅ copy folder នេះមកឬក៏ directory ដាក់វាកន្លែងនេះមកខ្ញុំចុច next អូខេខ្ញុំយក English មកនិចទៀតអូខេចឹងពេលនេះយើងដល់វគ្គយើងរងចាំឲ្យវា install ឲ្យ success ទៅអញ្ចឹងបើសិនជាវា load ចេញផ្ទាំងអញ្ចឹងមានន័យថាវា install XAMPP success ហើយខ្ញុំចុច finish មកខ្ញុំយក yes អូខេចឹងកន្លែងនេះខ្ញុំសាកតេស្តមាន Apache និង MySQL ខ្ញុំយក Apache មួយមកខ្ញុំយក MySQL អូខេចឹងបើសិនដោយសារតែយើង install ដំបូងវាអត់មាន error អីអូខេអញ្ចឹងវា load error កន្លែងនេះនេះចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទាក់ទងនឹង fix error កន្លែងនេះភាគច្រើនអ្នកដែល install XAMPP ប្រកាសជាជួប error ប្រភេទនេះហើយបាទសូមអរគុណ